នេះមើលទៅដូចជាអាងហែលទឹកតូចមួយប៉ុន្តែវាដំណើរការជាម៉ាស៊ីនហាត់ប្រាណសម្រាប់អ្នកហែលទឹកវាត្រូវបានគេហៅថាអាងគ្មានទីបញ្ចប់ប្រព័ន្ធបង្កើតភាពរឹងមាំចរន្តទឹកដែលរុញច្រានអ្នកហែលទឹកឥតឈប់ឈរល្បឿនលំហអាចត្រូវបានកែតម្រូវសម្រាប់កម្រិតហាត់ប្រាណផ្សេងៗនោះហើយជាមូលហេតុដែលអត្តពលិកប្រើវាដើម្បីបង្កើនល្បឿននិងបច្ចេកទេសនៃការហែលទឹកនេះមើលទៅដូចជាអាងហែលទឹកតូចមួយប៉ុន្តែវាដំណើរការជាម៉ាស៊ីនហាត់ប្រាណសម្រាប់អ្នកហែលទឹកវាត្រូវបានគេហៅថាអាងគ្មានទីបញ្ចប់ប្រព័ន្ធបង្កើតភាពរឹងមាំចរន្តទឹកដែលរុញច្រានអ្នកហែលទឹកឥតឈប់ឈរល្បឿនលំហអាចត្រូវបានកែតម្រូវសម្រាប់កម្រិតហាត់ប្រាណផ្សេងៗនោះហើយជាមូលហេតុដែលអត្តពលិកប្រើវាដើម្បីបង្កើនល្បឿននិងបច្ចេកទេសនៃការហែលទឹកនេះមើលទៅដូចជាអាងហែលទឹកតូចមួយប៉ុន្តែវាដំណើរការជាម៉ាស៊ីនហាត់ប្រាណសម្រាប់អ្នកហែលទឹកវាត្រូវបានគេហៅថាអាងគ្មានទីបញ្ចប់ប្រព័ន្ធបង្កើតភាពរឹងមាំចរន្តទឹកដែលរុញច្រានអ្នកហែលទឹកឥតឈប់ឈរល្បឿនលំហអាចត្រូវបានកែតម្រូវសម្រាប់កម្រិតហាត់ប្រាណផ្សេងៗនោះហើយជាមូលហេតុដែលអត្តពលិកប្រើវាដើម្បីបង្កើនល្បឿននិងបច្ចេកទេសនៃការហែលទឹកនេះមើលទៅដូចជាអាងហែលទឹកតូចមួយប៉ុន្តែវាដំណើរការជាម៉ាស៊ីនហាត់ប្រាណសម្រាប់អ្នកហែលទឹកវាត្រូវបានគេហៅថាអាងគ្មានទីបញ្ចប់ប្រព័ន្ធបង្កើតភាពរឹងមាំចរន្តទឹកដែលរុញច្រានអ្នកហែលទឹកឥតឈប់ឈរល្បឿនលំហអាចត្រូវបានកែតម្រូវសម្រាប់កម្រិតហាត់ប្រាណផ្សេងៗនោះហើយជាមូលហេតុដែលអត្តពលិកប្រើវាដើម្បីបង្កើនល្បឿននិងបច្ចេកទេសនៃការហែលទឹកនេះមើលទៅដូចជាអាងហែលទឹកតូចមួយប៉ុន្តែវាដំណើរការជាម៉ាស៊ីនហាត់ប្រាណសម្រាប់អ្នកហែលទឹកវាត្រូវបានគេហៅថាអាងគ្មានទីបញ្ចប់ប្រព័ន្ធបង្កើតភាពរឹងមាំចរន្តទឹកដែលរុញច្រានអ្នកហែលទឹកឥតឈប់ឈរល្បឿនលំហអាចត្រូវបានកែតម្រូវសម្រាប់កម្រិតហាត់ប្រាណផ្សេងៗនោះហើយជាមូលហេតុដែលអត្តពលិកប្រើវាដើម្បីបង្កើនល្បឿននិងបច្ចេកទេសនៃការហែលទឹកនេះមើលទៅដូចជាអាងហែលទឹកតូចមួយប៉ុន្តែវាដំណើរការជាម៉ាស៊ីនហាត់ប្រាណសម្រាប់អ្នកហែលទឹកវាត្រូវបានគេហៅថាអាងគ្មានទីបញ្ចប់ប្រព័ន្ធបង្កើតភាពរឹងមាំចរន្តទឹកដែលរុញច្រានអ្នកហែលទឹកឥតឈប់ឈរល្បឿនលំហអាចត្រូវបានកែតម្រូវសម្រាប់កម្រិតហាត់ប្រាណផ្សេងៗនោះហើយជាមូលហេតុដែលអត្តពលិកប្រើវាដើម្បីបង្កើនល្បឿននិងបច្ចេកទេសនៃការហែលទឹក